ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំតួលេខចុងក្រោយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថានៅឆ្នាំ2011នេះប្រទេសកម្ពុជាមានស្ថាប័នមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណចំនួន25នៅឆ្នាំ2010កន្លងមកស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្ដល់ឥណទានចំនួន380លានដុល្លារអាមេរិកដល់ប្រជាជនខ្មែរជិត1លានគ្រួសារស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានកំណើនប្រាក់កម្ចីក្នុងចន្លោះពី25ទៅ30%កាលពីឆ្នាំ2010កន្លងមកហើយនៅឆ្នាំ2011នេះកំណើនប្រាក់កម្ចីនឹងរក្សាក្នុងអត្រា30%ដដែលការកើនឡើងនៃប្រាក់កម្ចីត្រូវបានលោកជាផលរិនប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពន្យល់ថាគឺដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានិងសេដ្ឋកិច្ចពិភពលោកអ្នកជំនាញសេដ្ឋកិច្ចបានអត្ថាធិប្បាយថាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទនិងរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចរបស់ជាតិទាំងមូលតែម្ដងការកាត់បន្ថយភាពក្រីក្រនិងរុញកំណើនសេដ្ឋកិច្ចគឺនៅត្រង់ថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានបម្រើសេវាផ្ដល់ប្រាក់កម្ចីដល់ប្រជាជនជាមួយនឹងអត្រាការប្រាក់ទាបខុសពីការខ្ចីបុលពីអ្នកចងការប្រាក់និងម្យ៉ាងទៀតសកម្មភាពផ្ដល់ឥណទាននេះបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចខ្នាតតូចនៅតាមជនបទតួលេខរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថាអត្រាការប្រាក់ជាមធ្យមរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះគឺក្នុងរង្វង់ពី2ទៅ2.5% ក្នុងមួយខែប៉ុន្តែប្រសិនបើគេខ្ចីបុលពីផ្ទះចិនមិនផ្លូវការវិញអតិថិជនអាចបង់ការប្រាក់ចាប់ពី5%រហូតដល់20%ក្នុងមួយខែជាទូទៅស្ថាប័នមីក្រូហិរញ្ញវត្ថុបាននឹងកំពុងជួយអ្នកក្រីក្រនៅតាមជនបទច្រើនមែនប៉ុន្តែពេលខ្លះសេវាកម្មផ្ដល់ឥណទាននេះក៏បានធ្វើឲ្យអ្នកក្រីក្រមួយចំនួនកាន់តែក្រីក្រទៅវិញតើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកទទួលឥណទានคล้ายទៅជាអ្នករងគ្រោះទៅវិញនោះលោកជាផលរិនប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ពីសារៈសំខាន់នៃសេវាកម្មផ្ដល់ឥណទានដល់ជនក្រីក្រប៉ុន្តែលោកក៏ទទួលស្គាល់ផងដែរពីបញ្ហាមួយចំនួននោះនាពេលកន្លងមកដោយសារការប្រកួតប្រជែងរវាងស្ថាប័នមីក្រូហិរញ្ញវត្ថុខ្លាំងពេកបូកផ្សំនឹងការយល់ដឹងតិចតួចនៃអ្នកទទួលឥណទានផងទៀតនោះអ្នកខ្ចីប្រាក់មួយចំនួនបានរងគ្រោះនឹងប្រាក់កម្ចីឥណទានទៅវិញឧទាហរណ៍ជាក់ស្ដែងបានបង្ហាញថាប្រជាជនខ្លះបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ2ឬ3ព្រមពេលជាមួយគ្នាដើម្បីចាប់ផ្ដើមមុខរបរអ្វីមួយប៉ុន្តែបន្តិចក្រោយមកប្រជាជនទាំងនោះមិនអាចសងបំណុលវិញបានទេពីព្រោះពួកគេមិនចេះគ្រប់គ្រងនិងចាត់ចែងសាច់ប្រាក់ឲ្យបានត្រឹមត្រូវការបរាជ័យនេះគឺបណ្ដាលមកពីស្ថាប័នមីក្រូហិរញ្ញវត្ថុម្យ៉ាងនិងម្យ៉ាងទៀតបណ្ដាលមកពីអតិថិជនខ្លួនឯងកំហុសរបស់អតិថិជនគឺដោយសារពួកគេមិនចេះគ្រប់គ្រងប្រាក់កម្ចីឲ្យបានត្រឹមត្រូវរីឯកំហុសរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុវិញនោះគឺថាពួកគេបានផ្ដល់ប្រាក់កម្ចីជាន់គ្នាដោយមិនបានវាយតម្លៃលទ្ធភាពសងរបស់អតិថិជនឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការខូចខាតប្រាក់កម្ចីលោកជាផលរិនប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ប្រាប់ថាស្ថាប័នមីក្រូហិរញ្ញវត្ថុខ្លួនឯងត្រូវតែពង្រឹងសមត្ថភាពមន្ត្រីក្នុងការវាយតម្លៃអតិថិជនម្នាក់លើសពីនេះទៅទៀតស្ថាប័នមីក្រូហិរញ្ញវត្ថុត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីមុននឹងផ្ដល់ឥណទានឲ្យអតិថិជនណាម្នាក់រីឯអតិថិជនវិញមុននឹងខ្ចីពួកគេគួរសួរខ្លួនឯងថាតើពួកគេមានលទ្ធភាពសងវិញដែរឬទេអតិថិជនត្រូវទទួលខុសត្រូវក្នុងការសងបំណុលវិញមែនប៉ុន្តែស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ត្រូវមានកាតព្វកិច្ចលុបបំបាត់ហានិភ័យលើប្រាក់កម្ចីផងដែរកាលពីពេលថ្មីកន្លងមកនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចុះអនុសារណៈយោគយល់គ្នាមួយដោយបញ្ជាក់ថាក្នុងករណីកូនបំណុលមិនអាចសងបំណុលបានទាន់ពេលវេលាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្ដល់ឥណទានទី1មានសិទ្ធិទារបំណុលពីកូនបំណុលមុនស្ថាប័នមីក្រូហិរញ្ញវត្ថុទី2ការធ្វើយ៉ាងនេះគឺដើម្បីការពារសន្តិសុខប្រាក់កម្ចីពីខ្ញុំគីសុកលីមភ្នំពេញ RFE